យាយពីថាស្ងោម្រះអ្នកណាមិនដឹងទេបើស្ងោម្រះខ្ញុំវិញបងប្អូនអើយគ្រឿងក្រៅច្រើនមែនតែនជំរាបសួរពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសទាំងអស់គ្នាមកជួបគ្នាទៀតហើយជាមួយខ្ញុំម៉ារីហៅម៉ារីគឹមរស់នៅប្រទេសម៉ាឡេស៊ីថ្ងៃនេះផងដែរខ្ញុំមកបង្ហាញបងប្អូនពីរបៀបខ្ញុំស្ងោម្រះបងប្អូនស្ងោម្រះខ្ញុំគ្រឿងក្រៅច្រើនបងប្អូនដាក់គ្រឿងក្រៅផ្សំច្រើនដោយសារខ្ញុំអត់ចង់ដាក់ស្នូលសាច់សុទ្ធច្រើនទេបងប្អូនខ្ញុំអត់ចំណូលសាច់សុទ្ធច្រើនទេបងប្អូនគឺខ្ញុំមានដាក់មីសួរដាក់ផ្សិតជាកដោដាក់ការ៉ុតដាក់អីចឹងណាបងប្អូនហើយនឹងបកាក្រៀមយកសម្រាប់យីហឺគឺខ្ញុំដាក់ជាមួយនឹងទឹកស្ងោរបងប្អូនខ្ញុំបានហាន់ដាក់ជាមួយនឹងសាច់នឹងទេគ្រឿងស្នូលនឹងទេហើយគ្រឿងក្រៅយើងនឹងដាក់ចាក់ចូលគ្នាក៏ច្បល់ចូលគ្នាផ្អាប់ទុកមួយសន្ទុះបងប្អូនផ្អាប់ចោលសិនទៅឥឡូវខ្ញុំមកកាត់ម្រះខ្ញុំស្ងោរ2ផ្លែបងប្អូនហើយនឹងដាក់ថែមជាមួយនឹងប៉េងប៉ោះ2ផ្លែទៀតបងប្អូនហើយបងប្អូនអើយបើអ្នកអត់ចំណូលម្រះឃើញប្រហែលយំតែផ្ទះខ្ញុំប្តីខ្ញុំក៏ចូលចិត្តខ្ញុំក៏ចូលចិត្តដែរបងប្អូនប្តីខ្ញុំញ៉ាំច្រើនជាងខ្ញុំទៀតញ៉ាំច្រើនជាងយើងខ្មែរទៀតគាត់ចូលចិត្តមែនតែនបងប្អូនអើយហត់មកឲ្យសល់ទេហើយនេះខ្ញុំឆ្កៀលក្របម្រះសិនបងប្អូនហើយគ្រឿងក្រៅបងប្អូនបញ្ជាក់ស្នូលដែលខ្ញុំដាក់ញាត់ហ្នឹងគ្រឿងក្រៅមានអីបងប្អូនអំបិលប៊ីចេងស្ករទឹកត្រីអីចឹងទៅហើយយើងដាក់មកល្មមចឹងណាបងប្អូនកុំឲ្យប្រៃពេកចឹងណាហើយយើងច្បល់ហើយយើងផ្អាប់ទុកសិនទៅឥឡូវយើងមកឆ្កៀលស្នូលនេះបន្លែយើងសម្រាប់ញាត់នឹងឯងហើយពេញប៉ោះនេះផងដែរបងប្អូនបើមានច្រើនក៏ដាក់រឹងច្រើនក៏ឆ្ងាញ់ដែរតែខ្ញុំម្រះច្រើនហើយអញ្ចឹងហើយខ្ញុំដាក់តែ2ផ្លែទេបងប្អូនហើយណាមួយប្តីខ្ញុំក៏ចូលចិត្តដែរហើយឥឡូវយើងឆ្កៀលក្របម្រះហើយយើងមកស្រោះមកសន្ទុះសិនអញ្ចឹងអូនអើយខានចេញវីដេអូច្រើនថ្ងៃហើយដោយសារខ្ញុំមានបញ្ហា CapCut នឹងចេញ logo មកតែឥឡូវក៏នៅមានចេញ logo ដែរបងប្អូនតែខ្ញុំដាក់ sticker បិទដែរព្រោះពិបាកបងប្អូនកម្មវិធីផ្សេងខ្ញុំដោនមកឲ្យប្រើអត់កើតពិបាកប្រើហើយឥឡូវដល់វគ្គខ្ញុំញាត់សាច់ចូលញាត់ស្នូលចូលអីគេចូលបន្លែយើងបងប្អូនចូលឥឡូវញាត់ពេញប៉ោះមុនឥឡូវដល់ម្រះបងប្អូននិយាយទៅម្រះ2ផ្លែហ្នឹងខ្ញុំញ៉ាំបានតិចជាងប្តីខ្ញុំញ៉ាំច្រើនជាងខ្ញុំទៀតបងប្អូនសល់មកយប់ហើយអញ្ចឹងស្អែកឡើងរត់ទៅឆ្ងាញ់ទៀតប្តីខ្ញុំក៏គាត់ញ៉ាំដែរសល់ក៏គាត់ញ៉ាំដែរមែនជាយើងកដៅទៅខ្ញុំបានដាក់ចូលទូទឹកកកទេបងប្អូនសល់មកយប់អីចឹងទៅខ្ញុំ7រៀបគេខ្ញុំកដៅព្រឹកឡើងអញ្ចឹងទៅយើងអាចញ៉ាំបានធម្មតាកដៅថែមអញ្ចឹងហើយពេលដែលខ្ញុំញាត់ម្រះហ្នឹងខ្ញុំដាក់ដាំទឹកសិនបងប្អូនពេលយើងញាត់ម្រះហើយទឹកយើងពុះល្មមឥឡូវខ្ញុំមកបងខ្ញុំមានដាក់ការ៉ុតបន្តិចផងដែរបងប្អូនហើយនឹងនេះយីហឺដាក់នឹងទឹកស្ងោរនឹងតែម្ដងបងប្អូនខ្ញុំបានដាក់ញាត់ស្នូលទេបងប្អូនហើយណាមួយខ្ញុំអត់សូវចំណូលពេលដែលញ៉ាំប៉ះទៅវាស្វិតខ្ញុំដាក់យកទៅជាតិបងប្អូនហើយនេះយើងដាក់ម្រះចូលអស់ហើយទឹកឡើងហៀបងប្អូនអើយពេញឆ្នាំងមែនតែនហ្មងខ្ញុំដួសទឹកចេញខ្លះសិនហើយឥឡូវដាក់អាសាច់ស្នូលដែលយើងញាត់អត់អស់អីហ្នឹងក៏ដាក់ចូលអស់ដែរហើយនេះឡើងឃើញអញ្ចឹងបងប្អូនជាតិពងមាន់បងប្អូនឃើញពពុះហ្នឹងជាតិពងមាន់ទេខ្ញុំដាក់ពងមាន់2គ្រាប់បងប្អូនមុនបងដាក់1គ្រាប់រៀងស្ទើរក៏ខ្ញុំថែម1គ្រាប់ទៀតដាក់ពងមាន់អញ្ចឹងឆ្ងាញ់បងប្អូនហើយសាច់យើងវានេះល្អឆ្ងាញ់និយាយទៅបងប្អូនដាក់អញ្ចឹងអត់បត់ដែរបងប្អូនអាចសាកតាមវិធីនេះបានហើយនេះរួចរាល់ជាការស្រេចបងប្អូនដល់វគ្គខ្ញុំញ៉ាំហើយបងប្អូនអើយវីដេអូខ្ញុំក៏ដល់ទីបញ្ចប់ផងដែរអរគុណច្រើនបងប្អូនសម្រាប់ការស្រឡាញ់ចូលចិត្តទស្សនាវីដេអូខ្ញុំទាំងអស់គ្នាបើបងប្អូនដែលមិនទាន់បានចុច follow បងប្អូនជួយ follow ម្នាក់មួយផងណាបងប្អូននឹងទទួលបានវីដេអូថ្មីបាយបាយជម្រាបលា